ចាសសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏សូមស្វាគមន៍ពុកម៉ែបងប្អូនដែលបានមកកាន់ Channel បង្រៀនភាសាចិនរបស់នាងខ្ញុំតបផងដែរអញ្ចឹងមុននឹងចូលសិក្សាមេរៀនយើងទាំងអស់គ្នាក៏សូមបងប្អូនកុំភ្លេចជួយចុច Subscribe ឬក៏កន្លែងប៊ូតុងចុចជាវនិងរូបសញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបានមេរៀនថ្មីៗជាបន្តបន្ទាប់នៅពេលដែលនាងខ្ញុំផុសវីដេអូតោះកុំឲ្យនៅរងចាំយូរយើងចូលសិក្សាមេរៀនយើងទាំងអស់គ្នាកាត់បន្ថយផឹកស្រាភាសាចិនគឺយើងអានថា少喝点酒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 ចឹងហើយបកជាភាសាខ្មែរកាត់បន្ថយផឹកស្រាអូខេបន្តទៀតយើងចូលទៀតកាត់បន្ថយជក់បារីភាសាចិនគឺយើងអានថា少抽点烟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 កាត់បន្ថយជក់បារីអូខេបន្តទៀតយើងចូលទៀតចិត្តដល់ម៉ោងហើយឬក៏ចិត្តដល់ពេលហើយភាសាចិនគឺយើងអានថា时间快到了时间快到了时间快到了ចិត្តដល់ពេលហើយឬក៏ចិត្តដល់ម៉ោងហើយអូខេបន្តទៀតយើងចូលទៀតនិយាយក៏គ្មានប្រយោជន៍អីដែរភាសាចិនគឺយើងអានថា说了也没用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 និយាយក៏គ្មានប្រយោជន៍អីដែរអូខេបន្តទៀតយើងចូលទៀតនិយាយបំផ្លើសពេកហើយបានន័យថាគាត់និយាយនឹងដូចជាលើសការពិតណាហ្នឹងហើយអញ្ចឹងភាសាចិនគឺយើងអានថា太夸张了吧太夸张了吧太夸张了吧និយាយបំផ្លើសពេកហើយឬក៏គេហៅថានិយាយកុហកលើសការពិតណាហ្នឹងហើយអូខេបន្តទៀតយើងចូលទៀតស្ដាប់ទៅរៀងគ្រាន់បើបានន័យថាវាមិនអន់ណាបានន័យថាឬក៏កំណត់ល្អអញ្ចឹងណាចឹងយើងចង់សរសើរគាត់ថាស្ដាប់ទៅរៀងគ្រាន់បើវាមិនអន់ភាសាចិនគឺយើងអានថា听起来不错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 ស្ដាប់ទៅគ្រាន់បើឬក៏ស្ដាប់ទៅវាមិនអន់ណាអូខេបន្តទៀតយើងចូលទៀតខ្ញុំមិនចាប់អារម្មណ៍ទេភាសាចិនគឺយើងអានថា我不感兴趣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 ខ្ញុំមិនចាប់អារម្មណ៍អូខេបន្តទៀតយើងចូលទៀតខ្ញុំមិនចង់ចាំទេឬក៏ខ្ញុំអត់ចង់ចាំទេភាសាចិនគឺយើងអានថា我不记得了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 ខ្ញុំមិនចង់ចាំទេអូខេបន្តទៀតយើងចូលទៀតខ្ញុំមិនទាន់បានគិតរួចហើយទេឬក៏ខ្ញុំមិនទាន់បានគិតវាហើយទេភាសាចិនគឺយើងអានថា我还没想好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 ខ្ញុំមិនទាន់បានគិតវាទេឬក៏ខ្ញុំមិនទាន់បានគិតរួចរាល់អូខេបន្តទៀតយើងចូលទៀតខ្ញុំគិតថាវាមិនមែនទេយើងបានន័យថាយើងគិតថាអាហ្នឹងមិនមែនរបស់ពិតឬក៏មិនមែនជារបស់ខ្លាំងខ្លាយឬក៏យើងនិយាយថាខ្ញុំគិតថាវាមិនមែនទេភាសាចិនគឺយើងអានថា我觉得不是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 ខ្ញុំគិតថាមិនមែនទេអូខេបន្តទៀតយើងចូលទៀតខ្ញុំទៅដល់ឥឡូវហើយឬក៏ខ្ញុំទៅដល់ឆាប់ហ្នឹងហើយភាសាចិនគឺយើងអានថា我马上就到我马上就到我马上就到
ខ្ញុំទៅដល់ឡូវហើយអូខេបន្ទាប់ទៀតយើងចូលទៀតខ្ញុំអត់មានបានឃើញទេភាសាចិនគឺយើងអានថា我没有看见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 ខ្ញុំអត់មានបានឃើញទេអូខេបន្ទាប់ទៀតយើងចូលទៀតខ្ញុំគ្មានពេលទេឬក៏ខ្ញុំអត់តនេឬក៏ខ្ញុំគ្មានពេលវេលាភាសាចិនគឺយើងអានថា我没时间了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 ខ្ញុំគ្មានពេលទេឬក៏ខ្ញុំអត់តនេឬក៏អត់មានពេលវេលាអូខេបន្ទាប់ទៀតយើងចូលទៀតខ្ញុំចង់ផឹកទឹកភាសាចិនគឺយើងអានថា我想喝水我想喝水我想喝水ខ្ញុំចង់ផឹកទឹកអូខេបន្ទាប់ទៀតយើងចូលទៀតខ្ញុំនឹកអ្នកទាំងអស់គ្នាភាសាចិនគឺយើងអានថា我想你们我想你们我想你们ខ្ញុំនឹកអ្នកទាំងអស់គ្នាអូខេអញ្ចឹងមេរៀនយើងដែលបានសិក្សាអំពីមេរៀនទាំងប៉ុន្មាននៅខាងលើនេះក៏បានបញ្ចប់ត្រឹមនឹងផងដែរហើយមេរៀននេះខ្ញុំដែលផុសជាវីដេអូនេះគឺសុទ្ធតែជាឃ្លាប្រយោគខ្លីៗដែលទាក់ទងជាមួយនឹងការប្រើប្រាស់ប្រចាំថ្ងៃផងដែរទាំងខំថានឹងបងប្អូននឹងកត់មេរៀនទុកហើយអនុវត្តសិក្សាភាសាចិនដោយខ្លួនឯងបានហើយជាចុងក្រោយគឺសូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួបនាងខ្ញុំនៅវីដេអូក្រោយទៀតសូមអរគុណបាយបាយ